នៅកោះតូចមួយឈ្មោះថា Madeira ដែលស្ថិតនៅប្រទេសប៉ូទុយហ្គាល់មានកុមារម្នាក់ដែលមានសុបិនធំជាងពិភពលោកគាត់ឈ្មោះថា Cristiano Ronaldo dos Santos Aveiro កើតនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ1985ក្នុងគ្រួសារដែលសាមញ្ញប៉ុន្តែពោរពេញដោយសេចក្តីស្រឡាញ់កុមារភាពរបស់គាត់មិនងាយស្រួលទេឪពុកជាបុគ្គលិកនៅក្លឹបបាល់ទាត់តូចៗរីឯម្ដាយធ្វើការងារពេលយប់ដើម្បីជួយគ្រួសារប៉ុន្តែរឿងដែលគាត់មិនដែលបោះបង់នោះគឺបាល់ទាត់គាត់អាចលេងបាល់ថ្ងៃត្រង់ឬពេលភ្លៀងគ្រាន់តែមានទីធ្លាឬកន្លែងទំនេរនៅអាយុត្រឹមតែ8ឆ្នាំ Ronaldo ចូលរួមក្លឹបក្មេងឈ្មោះ Andorinha គ្រូបង្វឹកនិយាយថាគាត់មានចិត្តប្រកួតខ្លាំងជាងក្មេងណាទាំងអស់គាត់ធ្វើអ្វីៗឲ្យល្អជាងគេមុនរៀងរាល់ថ្ងៃហើយនោះជាគន្លឹះនៃភាពជោគជ័យនៅអាយុត្រឹមតែ12ឆ្នាំ Ronaldo ចាក់ចេញពីកោះដើមទៅទីក្រុង Lisbon ដោយខ្លួនឯងគាត់រស់នៅឆ្ងាយពីគ្រួសារនិងប្រឈមនឹងភាពតានតឹងនានាប៉ុន្តែគាត់មិនដែលឈប់សម្រាកទេគាត់ហាត់បាល់ជារៀងរាល់ថ្ងៃគាត់ជាមនុស្សមានគោលដៅច្បាស់ការបដិញ្ញារបស់ Ronaldo ប្រែជាធម៌ពលធ្វើឲ្យគាត់ក្លាយជាកីឡាករលេខលើក្នុងក្លឹបក្មេង Sporting Lisbon គាត់តែងតែស្នើឲ្យគ្រូបង្វឹកអនុញ្ញាតឲ្យហាត់បន្ថែមក្រោយម៉ោងគាត់គិតទៅថាខ្ញុំត្រូវក្លាយជាមនុស្សល្អជាងម្សិលមិញនៅឆ្នាំ2003នៅក្នុងការប្រកួតមិត្តភាពមួយរវាង Sporting Lisbon និង Manchester United ការលេងរបស់ Ronaldo បានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើល Sir Alex Ferguson បាននិយាយថាយើងត្រូវយកកីឡាករនេះភ្លាមៗហើយនោះគឺជាចំណុចចាប់ផ្ដើមរបស់រឿងរ៉ាវដ៏អស្ចារ្យរបស់ Cristiano Ronaldo